ការកាត់ background យើងចែកចេញជា3បាទទី1គឺគេហៅថា green screen យើងអាចកាត់ background ពណ៌ខាងក្រោយជាពណ៌បៃតងឬក៏ពណ៌ខៀវមួយទៀត background ពណ៌ខ្មៅបន្ទាប់នេះគឺ background ពណ៌សណា background ពណ៌សជាដូចផ្សែងអញ្ចឹងណាបាទអ្នកខ្លះគាត់យល់ច្រឡំឲ្យតែកាត់ background គឺគាត់ចូល green screen ទាំងអស់គឺមិនមែនទេបាទអញ្ចឹងការកាត់ background ពណ៌បៃតងយើងងាយស្រួលទេគ្រាន់តែចុចលើហ្នឹងមកយើងចូលលើ effect ចូលលើនេះយើងយក video effect អូសមកក្រោមមក keying ត្រង់កន្លែង ultra key ចាប់ទាញដាក់លើហ្នឹងទៅrồiចូលលើ effect control កន្លែង keying នេះណាបាទយើងចុចលើពណ៌ទៅចាប់ដល់ហ្នឹងមកវាដាច់ background ហ្នឹងអូខេដល់បន្តទៅទៀតដូចជា background ពណ៌ខ្មៅ background ពណ៌ខ្មៅនេះនៅក្នុងនេះបច្ចេកទេសកាត់មាន2របៀបបើសិនយើងអត់មាន effect យើងអាចចូលលើ effect control អូសមកក្រោមមកត្រង់កន្លែង opacity ក្នុងនេះគេយកវាជា screen បាទហើយយកវាជា screen background ខ្មៅហើយយើងអត់ប្រើ key ទេ key អត់ល្អទេបាទនេះបាទដាច់ background ខ្មៅល្អតែម្ដងហើយសម្រាប់ background ពណ៌សចុចលើនឹងដូចគ្នាតែគេយកវាជា multiply ឡើយនេះអូសមកក្រោមមកនេះឡើយនេះណាឃើញផ្សែងនៅតែផ្សែងវាដាច់ background ពណ៌ស